ឆាប់បន្តិចមកលោកគ្រូមកធ្វើឯកសារដល់ផ្ទះយើងហើយប្តីមីងគាត់ថាមិនដែរប្តីខ្ញុំប្រាប់ថាឲ្យខ្ញុំធ្វើជាមួយលោកគ្រូមុនសិនទៅមីងណាធ្វើអញ្ចឹងមិនកើតមិនថាមិនកើតលោកគ្រូធ្វើឯកសារឲ្យខ្ញុំផ្ដិតមេដៃមុនទៅបានមីងខ្ញុំស្ដាប់ច្រឡំសម្លាញ់លឿនដល់ហើយមកដល់ហាងកាហ្វេមុនយើងទៀតផឹកអីក៏ឆាប់ហៅទៅឯងផឹកកាហ្វេរាល់ថ្ងៃប្រពន្ធអត់ថាអីទេហ៎ប្រពន្ធអញអត់ថាអីផងបើប្រពន្ធអញវិញនិយាយថាបងឯងផឹកកាហ្វេរាល់ថ្ងៃប្រយ័ត្នញៀនកាហ្វេប្រពន្ធឯងគិតខុសហើយយើងវិញផឹកកាហ្វេរាល់ថ្ងៃដូចជាគ្មានឃើញញៀនអីផងទាំងព្រឹកទៀតហើយប្រយ័ត្នតែឈឺខ្ញុំមិនមើលទេបើបងឈឺមិនឲ្យអូនមើលទេសុកចិត្តឲ្យពេទ្យមើលវិញអញឆ្ងល់ដល់ហើយរាល់ថ្ងៃអញប្រឹងរកស៊ីដែរតែរកមិនសល់សោះឯងខំមែនហ្នឹងខំស៊ីសុទ្ធតែសាច់គោទាំងគីឡូថ្ងៃមុនយើងឃើញប្រពន្ធឯងយួរបកងមកស្បោងធំទៀតផងសួរទៅថាបកងនោះ3គីឡូប្តីអូនល្អឥតខ្ចោះទាស់តែផឹកម្យ៉ាងបើឈប់ផឹកបានប្រពន្ធស្រឡាញ់ស្ទើរលេបបងមិនហ៊ានឈប់ផឹកទេខ្លាចអូនលេបបាត់អ្នកកំឡោះឯងកើតមកក្រមិនមែនជាកំហុសទេអ្វីដែលជាកំហុសក្រហើយប្រកែផឹកទៀតណែសំឡាញ់បើពិភពលោកនេះក្តៅខ្លាំងតើមានអ្វីខ្លះលើលោកបើពិភពលោកក្តៅខ្លាំងអ្វីដែលលើលោកគឺឆាត់លោកខ្ញុំប្រាប់តែឯងហើយថាកុំចែកគេឲ្យកូនអស់ពីខ្លួនឃើញទេក្នុងទុកយើងចោលអញ្ចឹងយាយអើយកូនគេរវល់រឿងគ្រួសារគេដែរមានកូន7 8នាក់គ្មានកូនមួយណាគិតគូម៉ែឪសោះទុកថានេះជាកម្មផលរបស់ពួកយើងចោះណែពូពួកឯងឈរសម្លឹងមើលអាគារនេះមែនទេបាទក្មួយអញ្ចឹងខ្ញុំត្រូវគិតលុយពីពូហើយក្មួយពូមើលបានតែ3ជាន់ទេ 9,000 រៀលហើយVFM នាំមកជូនការកំសាន្តគ្រប់ទីកន្លែង